បងខ្ញុំធ្លាប់ឮថានៅចន្ទស្ប៉ាមានការម៉ាស្សាប្រេងបែបធម្មជាតិមែនទេប៉ុន្តែមានសំណួរជាច្រើនដែលភ្ញៀវគាត់អាសាសួរជាញឹកញាប់តែយើងដឹងមិនដឹងថាប្រេងដែលស័ក្តិសមបំផុតសម្រាប់ម៉ាស្សាដែលផ្ដល់អារម្មណ៍ធម្មជាតិចំណុចសំខាន់ជាទូទៅប្រេងដែលស័ក្តិសមជាមួយការម៉ាស្សាគួរតែមានក្លិនស្រទន់តែវាមិនខ្លាំងពេកដែលធ្វើឲ្យស្បែកយើងមានអារម្មណ៍ថាធ្ងន់ពិសេសងាយស្រួលជ្រាបចូលក្នុងស្បែករបស់យើងនៅចន្ទតាស្ប៉ាយើងជ្រើសរើសប្រេងយ៉ាងយកចិត្តទុកដាក់មែនទែនអូនព្រោះថាយើងចង់ឲ្យភ្ញៀវហ្នឹងគាត់មានអារម្មណ៍បានសម្រាកឲ្យស្រួលខ្លួននិងមានអារម្មណ៍ស្រស់ស្រាយទទួលបានស្បែកទន់រលោងបន្ទាប់ពីម៉ាស្សាហើយសម្រាប់អត្ថប្រយោជន៍ការម៉ាស្សាប្រេងធម្មជាតិអាចជួយបានច្រើនជួយបន្ធូរអារម្មណ៍តានតឹងធ្វើឲ្យរាងកាយយើងសម្រាកបានល្អជួយឲ្យសាច់ដុំរបស់យើងនឹងមានអារម្មណ៍ថាធូរស្រាលពិសេសធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយស្រទន់ក្រអូបជាប់ស្បែកការម៉ាស្សាប្រេងធម្មជាតិហ្នឹងធ្វើឲ្យគាត់ទី1ធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់បានសម្រាកនិងក្លិនក្រអូបឲ្យគាត់នឹងមានអារម្មណ៍ថាស្ងប់សុខចំណែកម៉ាស្សាបន្ថយ stress គឺយើងផ្ដោតខ្លាំងទៅលើចំណុចតានតឹងចាក់ដូចជាកស្មានិងខ្នងនិងសាច់ដុំដែលតឹងបើសិនជាបងប្អូនចង់សម្រាកកាយសម្រាកចិត្តនិងទទួលបានបទពិសោធន៍ថ្មីពីការម៉ាស្សាប្រេងបែបស្រទន់សូមមកសាកល្បងបាននៅចន្ទតាស្ប៉ាបើសិនជាបងប្អូនចង់ដឹងពីការម៉ាស្សាបន្ថយ stress ខុសគ្នាយ៉ាងម៉េចសូមបងប្អូនតាមដានវីដេអូបន្ទាប់